ឪពុកម្ដាយជាអ្នកមានគុណនៅក្នុងភូមិតូចមួយមានកូនប្រុសម្នាក់ឈ្មោះវិចិត្រគាត់រស់នៅជាមួយឪពុកម្ដាយចាស់ជរារបស់គាត់ក្នុងផ្ទះតូចមួយដែលសង់ពីឈើនិងស្បូវទោះបីជាគ្រួសាររបស់វិចិត្រមិនសូវមានជីវភាពធូរធារក៏ដោយក៏ឪពុកម្ដាយរបស់គាត់តែងតែខិតខំធ្វើការងារដើម្បីចិញ្ចឹមកូនរបស់ពួកគាត់ឲ្យពួកគេមានចំណេះវិជ្ជាពេលវិចិត្រនៅតូចឪពុកម្ដាយរបស់គាត់តែងតែក្រោកពីព្រលឹមដើម្បីរៀបចំម្ហូបអាហារនិងសម្លៀកបំពាក់សម្រាប់កូនរបស់ពួកគាត់ចំណែកឯម្ដាយរបស់គាត់តែងតែត្បាញកន្ទបលក់ហើយឪពុករបស់គាត់ធ្វើស្រែចម្ការដើម្បីរកលុយផ្គត់ផ្គង់ក្រុមគ្រួសារពួកគាត់ទាំងពីរមិនដែលត្អូញត្អែពីការលំបាកឬភាពនឿយហត់នោះទេផ្ទុយទៅវិញពួកគាត់តែងតែញញឹមនិងលើកទឹកចិត្តកូនឲ្យខិតខំរៀនសូត្រឪពុករបស់វិចិត្រតែងតែពន្យល់ប្រាប់ទៅដល់គាត់ថាកូនការសិក្សាគឺជាគ្រឿងអលង្ការដ៏ថ្លៃថ្លាបំផុតដែលគ្មាននរណាម្នាក់អាចលួចបាននោះទេនៅពេលវិចិត្រធំឡើងគាត់បានចូលរៀននៅសាលាក្នុងភូមិរាល់ថ្ងៃគាត់ត្រូវដើរជាង5គីឡូម៉ែត្រទៅសាលារៀនប៉ុន្តែទោះជាផ្លូវឆ្ងាយនិងពិបាកយ៉ាងណាក៏ដោយគាត់មិនដែលអាក់ខានការសិក្សាម្ដងនោះទេព្រោះគាត់ចងចាំពាក្យរបស់ឪពុកនិងការលះបង់របស់អ្នកម្ដាយក្នុងថ្ងៃមួយពេលវិចិត្រកំពុងនៅសាលាមានភ្លៀងធ្លាក់ខ្លាំងណាស់ទឹកជំនន់បានហូរចូលក្នុងភូមិធ្វើឲ្យផ្ទះសម្បែងជាច្រើនខូចខាតរួមទាំងផ្ទះរបស់វិចិត្រផងដែរពេលគាត់ត្រឡប់មកដល់ផ្ទះវិញគាត់ឃើញថាផ្ទះរបស់គាត់ខូចខាតយ៉ាងធ្ងន់ធ្ងរឪពុកម្ដាយរបស់គាត់កំពុងឈរយំនៅមុខផ្ទះដែលបាក់បែកម្ដាយរបស់គាត់ក៏បាននិយាយទាំងទឹកភ្នែកថាយើងបាត់បង់អ្វីគ្រប់យ៉ាងហើយវិចិត្របានអោបឪពុកម្ដាយរបស់គាត់ហើយនិយាយថាយើងមិនបានបាត់បង់អ្វីគ្រប់យ៉ាងទេម៉ែយើងនៅមានគ្នាទេតើកូននឹងជួយសង់ផ្ទះឡើងវិញវិចិត្របានសុំឈប់សម្រាកពីការសិក្សាមួយរយៈដើម្បីជួយសង់ផ្ទះឡើងវិញគាត់បានធ្វើការងារផ្សេងដើម្បីរកលុយជួយឪពុកម្ដាយរបស់គាត់ធ្វើការងារពេញមួយថ្ងៃហើយពេលយប់គាត់នៅតែបន្តការសិក្សាដោយខ្លួនឯងដោយអានសៀវភៅក្រោមពន្លឺចង្កៀងឪពុកម្ដាយរបស់វិចិត្រមានការភ្ញាក់ផ្អើលនិងសោកស្ដាយនៅពេលឃើញកូនប្រុសរបស់ពួកគាត់ខំប្រឹងធ្វើការធ្ងន់បែបនេះហើយពួកគាត់បានពោលទៅដល់វិចិត្រថាកូនអើយឪពុកម្ដាយមិនចង់ឲ្យកូនបោះបង់ការសិក្សាទេកូនត្រូវតែបន្តការរៀនសូត្រដើម្បីអនាគតរបស់កូនប៉ុន្តែវិចិត្រក៏ឆ្លើយតបថាពុកម៉ែបានលះបង់អ្វីគ្រប់យ៉ាងសម្រាប់កូនជានិច្ចឥឡូវដល់ពេលកូនត្រូវតបស្នងគុណហើយក្រោយពីការខិតខំប្រឹងប្រែងរយៈពេល6ខែផ្ទះថ្មីក៏ត្រូវបានសង់ឡើងវាមិនមែនជាផ្ទះធំនោះទេប៉ុន្តែវាមានសុវត្ថិភាពនិងរឹងមាំជាងមុនវិចិត្របានត្រឡប់ទៅសាលារៀនវិញហើយខិតខំសិក្សាកាន់តែខ្លាំងពេលវេលាក៏បានកន្លងផុតទៅវិចិត្របានបញ្ចប់ការសិក្សារបស់គាត់ដោយជោគជ័យហើយបានទទួលអាហារូបករណ៍ទៅរៀននៅសាកលវិទ្យាល័យល្បីល្បាញមួយនៅទីក្រុងមុនពេលចាកចេញពីភូមិគាត់បានលុតជង្គង់នៅចំពោះមុខឪពុកម្ដាយរបស់គាត់ហើយនិយាយឡើងថាពុកម៉ែទាំងពីរគឺជាអ្នកមានគុណដ៏ធំធេងបំផុតចំពោះជីវិតរបស់កូនគ្មានពាក្យណាអាចពណ៌នាពីអំណរគុណរបស់កូនចំពោះពុកម៉ែបានទេកូនសន្យាថាកូននឹងខិតខំរៀនសូត្រឲ្យអស់ពីសមត្ថភាពនិងមិនភ្លេចគុណរបស់ពុកម៉ែនោះទេទឹកភ្នែកបានហូរចេញពីភ្នែករបស់ឪពុកម្ដាយរបស់វិចិត្រដោយមានសេចក្តីសប្បាយរីករាយនិងមានមោទនភាពពួកគាត់បានអោបកូនប្រុសរបស់ពួកគាត់
ហើយឲ្យពរសពសាធុការដល់គាត់កូនបានធ្វើឲ្យឪពុកម្ដាយមានមោទនភាពណាស់កូននឹងទទួលបានជោគជ័យព្រោះកូនមានចិត្តល្អនិងចេះដឹងគុណនៅពេលវិចិត្រចាក់ចេញពីភូមិគាត់បានសន្យាថានឹងមកលេងឪពុកម្ដាយរបស់គាត់ឲ្យបានញឹកញាប់ហើយនឹងផ្ញើលុយមកជួយពួកគាត់ផងដែរបន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យវិចិត្របានក្លាយជាវិស្វករដ៏ជោគជ័យម្នាក់គាត់បានសង់ផ្ទះថ្មីដ៏ស្រស់ស្អាតមួយសម្រាប់ឪពុកម្ដាយរបស់គាត់ហើយធានាបានថាពួកគាត់មានជីវភាពរស់នៅដ៏ស្រស់ស្រួលជារៀងរាល់ឆ្នាំគាត់រៀបចំពិធីជប់លៀងដើម្បីអបអរគុណរបស់ឪពុកម្ដាយពុកម៉ែអើយគ្រប់ជោគជ័យដែលកូនបានទទួលគឺដោយសារតែការលះបង់របស់ពុកម៉ែអរគុណសម្រាប់ក្តីស្រឡាញ់ការអប់រំនិងគំរូល្អដែលពុកម៉ែបានផ្ដល់ឲ្យកូនពុកម៉ែពិតជាអ្នកមានគុណមិនអាចកាត់ថ្លៃបានរឿងនេះបានបង្ហាញឲ្យឃើញថាឪពុកម្ដាយពិតជាមនុស្សដែលមានគុណដ៏ធំធេងបំផុតក្នុងជីវិតរបស់យើងពួកគាត់លះបង់អ្វីៗគ្រប់យ៉ាងដើម្បីកូនក្នុងនាមជាកូនយើងគួរតែដឹងគុណនិងតបស្នងគុណពួកគាត់វិញគ្មានអ្វីដែលថ្លៃជាងការដឹងគុណចំពោះឪពុកម្ដាយនោះទេ